ពីលើអាកាសតាមបណ្ដោយភ្នំដងរែកដែលជាប្រភពដែនដីបុរាណរបស់កម្ពុជាកាមេរ៉ាហក់បន្តទៅកាន់ប្រាសាទព្រះវិហារប្រាសាទដ៏អស្ចារ្យនេះជាស្នាដៃសិល្បៈបុរាណដែលឈរលើចំណងភ្នំត្រឹមព្រំដែនកម្ពុជានិងថៃតែជាអកុសលស្ថានភាពនៅទីនេះកំពុងមិនស្ថិតនៅក្នុងភាពស្កប់ស្ងាត់ដូចសម័យបុរាណឡើយថ្ងៃទី24ខែកក្កដាឆ្នាំ2025ទីកន្លែងដ៏វិសុទ្ធនេះបានក្លាយទៅជាគោលដៅនៃការរិះគន់យ៉ាងធ្ងន់ធ្ងរព្រោះកងទ័ពថៃបានបាញ់កាំភ្លើងធំតូចមកលើដែនកម្ពុជាសកម្មភាពឈ្លានពាននេះមិនត្រឹមតែបំពានផែនទីនិងច្បាប់អន្តរជាតិទេប៉ុន្តែបានបង្កឲ្យមានការបាត់បង់ជីវិតរបស់ទាហានខ្មែរនិងប្រជាពលរដ្ឋដ៏អនាថាទីលំនៅរបស់ប្រជាជនជាច្រើនត្រូវបានបោះបង់ខណៈពេលដែលពួកគេរត់គេចផ្ទុះគ្រាប់កាំភ្លើងទៅរកទីកន្លែងសុវត្ថិភាពអ្នកជាច្រើនជាឪពុកម្ដាយកូនមិនទាន់មានទីទៅព្រោះសន្តិភាពនៅតែស្ទះស្ទាបព្រំដែនស្ថានភាពនេះមិនមែនកាត់ឡើងជាលើកដំបូងនោះទេថៃបានឈ្លានពាននិងអះអាងចំពោះប្រាសាទព្រះវិហារប្រាសាទតាមៀនប្រាសាទតាក្របីដោយឧបករណ៍ពិតប្រាកដប្រើទាំងភាគីយុទ្ធសាស្ត្រនិងការកុហកផ្សព្វផ្សាយប៉ុន្តែតាមឯកសារប្រវត្តិសាស្ត្រនិងសាលាអន្តរជាតិប្រាសាទទាំងនេះជាសម្បត្តិបេតិកភណ្ឌរបស់ជាតិខ្មែរវីដេអូនេះគឺជាភស្តុតាងបន្តិចមួយនៃការតស៊ូដើម្បីរក្សាទឹកដីខ្មែរដើម្បីឲ្យពិភពលោកបានឮសំឡេងនេះនិងដឹងថាសិល្បៈមរតកនិងជីវិតរបស់យើងមិនមែនជាអ្វីដែលអាចនាំមកប្រែជាឧបករណ៍នយោបាយឬជាគោលដៅប្រយុទ្ធនោះទេសូមចងចាំថាសន្តិភាពមិនមែនមកដោយស្វះស្ដីទេប៉ុន្តែដោយការការពារនិងការតស៊ូព្រះវិហារគឺជារបស់ខ្មែរ